សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី8ខែមិថុនាឆ្នាំ2026បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាមនិងចូលរួមវេទិកាអនាគតអាស៊ានលើកទី3នៅទីក្រុងហាណូយពីថ្ងៃទី8ដល់ថ្ងៃទី9ខែមិថុនាឆ្នាំ2026ទស្សនកិច្ចនេះតបតាមការអញ្ជើញរបស់លោកលេមិញហឹងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមអញ្ជើញអមដំណើរសម្ដេចបវរធិបតីហ៊ុនម៉ាណែតរួមមានលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតនិងឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិព្រមទាំងរដ្ឋមន្ត្រីមន្ត្រីរាជរដ្ឋាភិបាលសំខាន់និងតំណាងធុរកិច្ចពីសភាពាណិជ្ជកម្មកម្ពុជានិងសមាគមអង្គការកម្ពុជាសម្ដេចបវរធិបតីហ៊ុនម៉ាណែតនឹងមានជំនួបទ្វេភាគីជាមួយលោកលេមិញហឹងនាយករដ្ឋមន្ត្រីសាធារណរដ្ឋសង្គមនិយមវៀតណាមដែលថ្នាក់ដឹកនាំទាំងពីរនឹងផ្លាស់ប្ដូរទស្សនៈអំពីមធ្យោបាយនានាក្នុងការធ្វើឲ្យកាន់តែស៊ីជម្រៅនៅទំនាក់ទំនងទ្វេភាគីខណៈដែលប្រទេសទាំងពីរនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី60នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយនាយករដ្ឋមន្ត្រីទាំងពីរក្រុងនឹងលើកយកមកពិភាក្សាផងដែរនៅបញ្ហាតំបន់និងអន្តរជាតិដែលជាផលប្រយោជន៍និងជាក្តីបារម្ភរួមក្នុងឱកាសទស្សនកិច្ចនេះសម្ដេចបវរធិបតីហ៊ុនម៉ាណែតនឹងជួបសម្ដែងការគូសំដាច់ដោយឡែកចំពោះលោកទូលឹមអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីសនិងជាប្រធានរដ្ឋវៀតណាមនិងលោកជិនថាញ់មិនប្រធានរដ្ឋសភាជាតិវៀតណាមសម្ដេចធិបតីនឹងថ្លែងសន្និរកថាគន្លឹះក្នុងពិធីបើកវេទិកាអនាគតអាស៊ានក្រោមប្រធានបទរួមគ្នាស្ថាបនាអនាគតរបស់យើងសន្តិភាពវិបុលភាពនិងប្រជាជនជាស្នូលដែលសង្កត់ធ្ងន់លើការលើកកម្ពស់វិស័យពាណិជ្ជកម្មវិនិយោគនិងសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងអាស៊ានកម្មវិធីបដូរយកប្រអប់ទូរទស្សន៍ស៊េរីថ្មីមិនមែន$49ទេត្រឹមតែ$29ប៉ុណ្ណោះមិនមែន20ប៉ុស្តិ៍ទេគឺ145ប៉ុស្តិ៍មិនបង់សេវាប្រចាំខែបដូរបានគ្រប់ស៊េរីគ្រប់ប្រអប់ទាំងអស់ទោះមកពីក្រុមហ៊ុនណាក៏ដោយទស្សនាច្បាស់កម្រិត Full HD គ្រប់ប៉ុស្តិ៍មានប៉ុស្តិ៍កីឡាគ្រប់ប្រភេទទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ078 232 689 070 249 945 067 999 805 Sky One តម្លៃល្អជាងដូរបាននេះចាំអីទៀតដូរឥឡូវតម្លៃល្អជាងមួយនេះក៏ដូរមួយនេះក៏ដូរអស់ក្រុមហ៊ុនណាក៏ដូរដូរបានដូរមកប្រើ Sky One TV តម្លៃត្រឹមតែ$29ប៉ុណ្ណោះហើយឥតមានបង់សេវាប្រចាំខែទៀតក្នុងស្មារតីខ្មែរជួយខ្មែរ Sky One TV លើសពីទូរទស្សន៍នៅកម្ពុជា